បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃនេះថ្ងៃទី10ថ្ងៃទី20ជួបជាមួយនឹងបងប្អូនប៉ុន្តែមុននឹងដល់តម្រុយថ្មីសូមពុកម៉ែបងប្អូនចូលទៅទស្សនាវីដេអូការប្រៀបធៀបពីម្សិលមិញទាំងអស់គ្នាចឹងមិននឹងចូលដល់តម្រុយយើងចឹងពុកម៉ែបងប្អូនកុំភ្លេចជួយចុចសញ្ញាជាវសញ្ញារូបកណ្ដឹងបងប្អូនថ្មីកុំភ្លេចជួយចុចសញ្ញាកណ្ដឹងឬក៏សញ្ញាជាវដើម្បីទទួលបានវីដេអូថ្មីទាំងអស់គ្នាចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូបងប្អូនពីដើមរហូតដល់ចប់ទើបបងប្អូនបានទទួលបាននឹងលេខព្រីបើសិនជាបងប្អូនអូសខាអូសរំលងបងប្អូនមិនដឹងថាលេខព្រីបងប្អូនឲ្យស្អីគេទេអញ្ចឹងបងប្អូននឹងឲ្យជួយតាមដានទាំងអស់គ្នាទៅដើម្បីយើងបានលេខព្រីហើយបងប្អូនសំខាន់បងប្អូនយកទៅលេងទៅក៏ត្រូវល្អដែរព្រោះការណែនាំបងប្អូនឲ្យបងប្អូនលេងមិនអីមិនអញ្ចឹងអាហ្នឹងគឺបងប្អូនខិតខំធ្វើតម្រុយល្អសម្រាប់ចែកជូនពុកម៉ែបងប្អូនយកទៅលេងកម្សាន្តហើយក៏អរគុណច្រើនដែលពុកម៉ែបងប្អូនដែលបានចូលតម្រុយនៅក្នុង YouTube ក៏ដោយហ្នឹងហើយក្តីបងប្អូនខ្លះក៏មានទឹកចិត្តឧបត្ថម្ភឲ្យបងប្អូនគ្រាន់បានប្រាក់កម្រៃបន្តិចបន្តួចគ្រាន់បានកាហ្វេបានអីខ្លះដែរហ្នឹងហើយក៏អរគុណច្រើនអញ្ចឹងបងប្អូនដែលមានទឹកចិត្តណាហ្នឹងហើយគឺបងប្អូនអរគុណច្រើនអញ្ចឹងបងប្អូននឹងខិតខំធ្វើតម្រុយល្អសម្រាប់ជួយជូនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងកុំយូរយើងចូលដល់ការប្រៀបធៀបយើងទាំងអស់គ្នាតាមសាមញ្ញបងប្អូនឲ្យអ្វីខ្លះអញ្ចឹងណាចឹងតម្រុយយើងពីម្សិលមិញបងប្អូនឲ្យពីខ្ទង់ហ្នឹងហើយខ្ទង់30ហើយខ្ទង់50ចឹងលេខគ្រាប់យើងខ្ទង់30មាន34 36 50 54 56ហើយលេខត្រីយើងពីគ្រាប់99ហើយនិង95អញ្ចឹងយើងទៅមើលការប្រៀបធៀបតើចូលនៅម៉ោងប្រហែលហើយម៉ោង4យើងបានចូលអត់អីអត់អញ្ចឹងយើងទៅមើលការប្រៀបធៀបទាំងអស់គ្នាអញ្ចឹងពីម្សិលមិញហ្នឹងយើងម៉ោង4កន្លះយើងមើលការប្រៀបធៀបម៉ោង4កន្លះម៉ោង4កន្លះប៉ុស A ចេញ39ហើយប៉ុស B ចេញ18ប៉ុស C ចេញ7ចេញ07អញ្ចឹងប៉ុស D នឹង17អញ្ចឹងពេលថ្ងៃយើងមើលខ្ទង់យើងម្ដងណាកលេចមើលខ្ទង់យើងពេលថ្ងៃយើងចូលបានខ្ទង់30អញ្ចឹងយើងឲ្យ34 36 34ចេញ39អញ្ចឹងយើងបានអូសខ្ទង់30ដោយបងប្អូនបញ្ជាក់អញ្ចឹងហ្នឹងហើយបងប្អូនបញ្ជាក់សិនលេខខ្ទង់បងប្អូនយកទៅអូសពេលថ្ងៃអត់ចេញបងប្អូនអាចយកទៅលេងម៉ោង6បានណាអញ្ចឹងម៉ោង4យើងអូសអត់ចេញទៅយើងលេងម៉ោង6ទៅអញ្ចឹងលេខខ្ទង់អូសគឺចូលអញ្ចឹងបងប្អូនស្រឡាញ់លេខគ្រាប់ក៏អត់បានចូលទេលេខគ្រាប់យើងអញ្ចឹងយើងទៅមើលការប្រៀបធៀបយើងម៉ោង6វិញម្ដងអញ្ចឹងលេខប្រៀបធៀបយើងម៉ោង6កន្លះវិញអញ្ចឹងម៉ោង6កន្លះគឺបងប្អូនឲ្យពីខ្ទង់ដែរខ្ទង់30ហើយនឹងខ្ទង់50អញ្ចឹងលេខគ្រាប់យើងដដែលមាន34 36 30ហ្នឹងហើយ50 54 56 9 99 95អញ្ចឹងយើងមើលខ្ទង់ A បងប្អូនយើងមើលខ្ទង់ A យើងបានចូល56 52ហ្នឹងហើយយើងបានចូលខ្ទង់50ហើយ56យើងចូលចំលេខគ្រាប់យើងមកហត់ត្រឡប់មកហត់អីគេយើងចូលចំហ្នឹងហើយយើងចូលអូសខ្ទង់2គ្រាប់ហ្នឹងហើយវាមាន56វាមាន52អញ្ចឹងបងប្អូនយកទៅអូសខ្ទង់50គឺចូលឡើង2គ្រាប់លើណាហើយលេខមកបន្ទាប់ទៀត06 41អញ្ចឹងខ្ទង់ A ពេលថ្ងៃយើងពេលខ្ទង់ A ប៉ុស
ប៉ុស A យើងចូលខ្ទង់5ហ្នឹងហើយយើងចូលលេខគ្រាប់យើងចូល56ជាក់ស្ដែងបងប្អូនតាមដានពីម្សិលមិញគឺដឹងហ្នឹងហើយយើងអត់មានយកពីណាទេលេខយើងអត់យកពីណាពីណីយកមកដាក់ប្រៀបធៀបទេយើងយកទៅក្នុងវីដេអូដែលធ្វើតម្រុយពីម្សិលមិញសម្រាប់ឲ្យពុកម៉ែបងប្អូនយកទៅលេងនឹងឯងអញ្ចឹងយើងមើលមកលេខគ្រាប់យើងមួយទៀតគឺយើងបានចូល95បងប្អូនឃើញជាក់ស្ដែងហ្នឹងហើយ95យើងបានចូលនៅប៉ុស C អញ្ចឹងបងប្អូនដែលនិយមតាមដានpage ឬក៏តម្រុយរបស់បងប្អូនគឺបានចូលទាំងយប់យើងបានចូលលេខគ្រាប់ផងចូលលេខអូសផងពេលថ្ងៃម៉ោង4នោះយើងបានចូលខ្ទង់30នៅប៉ុស A អញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតគឺធ្វើតម្រុយល្អៗសម្រាប់ឲ្យពុកម៉ែបងប្អូនយកទៅលេងហើយបងប្អូនកុំភ្លេចតាមដានវីដេអូដល់ចប់បងប្អូនដាក់នៅtrongវីដេអូហ្នឹងលេខព្រីឲ្យ2គ្រាប់ទៀតអញ្ចឹងយើងចូលទៅមើលតម្រុយថ្មីថ្ងៃទី10ថ្ងៃទី20ឆ្នាំ2023ទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃទី20បងប្អូនឲ្យ2ខ្ទង់ដដែលហ្នឹងហើយឲ្យ2ខ្ទង់ដដែលអញ្ចឹងលេខគ្រាប់យើងមាន12 19ហើយមួយទៀត65 67 63ហើយ21 36ហើយលេខខ្ទង់អូសយើងមានខ្ទង់10ខ្ទង់60ចឹងខ្ទង់10ចេញម្សិលមិញពិតមែនតែនៅភាគរយល្អចឹងបងប្អូនដាក់ខ្ទង់10ហើយនឹងខ្ទង់60ចឹងបងប្អូនកុំភ្លេចបើបងប្អូនយកទៅលេងពេលម៉ោង4អត់ចេញបងប្អូនអាចយកមកតាមម៉ោង6ដូចបងប្អូនបញ្ជាក់រាល់ថ្ងៃអញ្ចឹងនឹង ABC អញ្ចឹងទៅអញ្ចឹងខ្ទង់យើងមាន2ខ្ទង់ដូចរាល់ដងហើយលេខគ្រាប់យើងមានដូចរាល់ដងដែរអញ្ចឹងបងប្អូនមើលតាមនឹងទៅហើយនៅtrongវីដេអូហ្នឹងបងប្អូនដាក់លេខព្រី2គ្រាប់ដែរអញ្ចឹងបងប្អូនទៅទស្សនាលេខព្រីទាំងអស់គ្នាអញ្ចឹងមុននឹងដល់លេខព្រីបងប្អូនសូមជូនពរឲ្យពុកម៉ែបងប្អូនយកលេខបងប្អូនទៅលេងថ្ងៃហ្នឹងហេងៗទាំងអស់គ្នាហើយចាំជួបបងប្អូននៅថ្ងៃស្អែកបន្តទៅទៀតអញ្ចឹងបងប្អូនជម្រាបលាត្រឹមនឹងបាយបាយ